កាលពីថ្ងៃអាទិត្យសប្តាហ៍មុនហ្នឹងខ្ញុំនាំកូនទៅលេងក្លឹបហៅនៅក្បែរផ្ទះហើយខ្ញុំចូលមើលស្វាមីខ្ញុំនិងកូនកំពុងលេងស្រាប់តែខ្ញុំមានអារម្មណ៍ថាធុំក្លិនកាហ្វេមែនទែនបងប្អូនធុំក្លិនកាហ្វេជួលខ្លាំងខុសធម្មតាអញ្ចឹងណាហើយខ្ញុំក៏ខំសម្លឹងមើលជំវិញខ្លួនខ្ញុំក៏ដាក់ភ្នែកទៅឃើញចាកាកកាហ្វេឡើងមកធុងធំចាកាកាហ្វេនេះគឺកន្លែងហាងកាហ្វេនៅក្បែរហ្នឹងគេឆុងហើយគេយកមកបោះចោលហ្នឹងការបោះចោលនេះគឺមិនមែនបោះចោលធ្វើជាសម្រាមទេគឺគេធ្វើជាកំប៉ុស្តគឺវានឹងคล้ายទៅជាជីសរីរាង្គដ៏ល្អខ្លាំងមែនទែនបងប្អូនសតកាកាហ្វេទាំងអស់3-4ធុងហ្នឹងហើយក្លឹបហៅនេះគឺនៅក្បែរផ្ទះខ្ញុំចម្ងាយតែ50ម៉ែត្រទេបងប្អូនអើយដោយសារថ្ងៃនេះគឺខ្ញុំសក់កខ្លាំងពេកប៉ុន្តែចេះតែព្យាយាមបញ្ចូលសលេងទៅព្រោះអីអត់ដឹងទៅធ្វើអីព្រោះនៅផ្ទះដេកងើបអញ្ចឹងហើយម្យ៉ាងទៀតវីដេអូក៏ច្រើនដែរនេះគឺនៅក្នុងអាគារក្នុងក្លឹបហៅហ្នឹងគឺមានកន្លែងលេងចាលេងអុកកូនខ្ញុំគាត់ឧស្សាហ៍បបួលខ្ញុំទៅលេងអុកជាមួយគាត់ប៉ុន្តែខ្ញុំអត់សូវចេះលេងទេតែស្វាមីខ្ញុំទេគាត់អង្គុយលេងជាមួយកូនចាមិនថាស្រីមិនថាប្រុសទេគឺលេងបានដូចគ្នា